សម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញពីការដាក់ប៊ូតុង Subscribe ឬក៏ប៊ូតុង Follow នៅក្នុងវីដេអូរបស់យើងដោយបងប្អូនបានឃើញនេះអញ្ចឹងការដាក់បែបនេះគឺដើម្បីរំលឹកទៅដល់អ្នកមើលឲ្យគាត់ចុច Subscribe ឬក៏ចុច Follow បងប្អូនដែលចង់ចេះអាចមើលការបង្ហាញជូនរបស់ខ្ញុំជាដំបូងបងប្អូនបានចូលទៅកាន់កម្មវិធី Wing បន្ទាប់មកបងប្អូនបានយក New តមកទៀតបងប្អូនជ្រើសរើសវីដេអូមួយដែលបងប្អូនចង់ដាក់ប៊ូតុង Follow ហ្នឹងបាទបងប្អូនខ្ញុំយកនេះហើយខ្ញុំចុច Start វីដេអូរបស់ខ្ញុំមកហើយបាទខ្ញុំយកវីដេអូនេះជាឧទាហរណ៍បន្ទាប់មកបងប្អូនត្រូវចូលលើពាក្យថា Edit ហើយបងប្អូនមករកពាក្យថា Overlay ហើយបងប្អូនទៅជ្រើសរើសប៊ូតុង Subscribe ឬក៏ប៊ូតុង Follow មកដាក់មកខ្ញុំនឹងដាក់ប៊ូតុងទាំងអស់នេះនៅក្នុងវីដេអូនៅក្នុង Telegram របស់ខ្ញុំបងប្អូនអាចចូលទៅយកបានតាមរយៈ QR code នេះបាទអញ្ចឹងខ្ញុំ select មួយនេះជាប៊ូតុង Subscribe ហើយបងប្អូន play មើលនៅក្នុងវីដេអូប៊ូតុងហ្នឹងគឺវាជាសិតតែជាពណ៌បៃតងបាទអញ្ចឹងដើម្បីកាត់ពណ៌បៃតងនឹងចេញបាទគឺបងប្អូនត្រូវចូលលើវីដេអូមួយហ្នឹងវីដេអូ Subscribe ហ្នឹងណាបន្ទាប់មកបងប្អូនមើលមកផ្នែកខាងក្រោមនេះបងប្អូនត្រូវយកពាក្យថាច្រោមម៉ាបងប្អូនមួយចំនួនគឺគាត់ច្រឡំយកខាត់អាវអញ្ចឹងបងប្អូនអត់ត្រូវទេយកខាត់អាវហ្នឹងបងប្អូនត្រូវតែយកពាក្យថាច្រោមម៉ាបន្ទាប់មកទៀតបងប្អូនមើលមកលើវីដេអូរបស់យើងបងប្អូននឹងឃើញកងមួយដែលកងនោះមានតួនាទីបាទចង្អុលទៅលើពណ៌ណាមួយដែលយើងចង់កាត់ចេញអញ្ចឹងបងប្អូនអូសពណ៌ហ្នឹងមកចំពណ៌បៃតងមកពីព្រោះថាគោលបំណងដែលយើងកាត់នៅពេលនេះគឺយើងចង់កាត់ពណ៌បៃតងចេញបងប្អូនអូមកដល់ប៉ុណ្្នឹងហើយបងប្អូនមើលមកផ្នែកខាងក្រោមវិញបាទផ្នែកខាងក្រោមនេះគឺជាកន្លែងសារ៉េបងប្អូនចង់ឲ្យវាស៊ីពណ៌បៃតងនឹងខ្លាំងបាទឬក៏តិចបងប្អូនសារ៉េកន្លែងហ្នឹងមកតែជាទូទៅបើសិនជាវាឲ្យមកបែបហ្នឹងហើយអូតូម៉ាទិកអញ្ចឹងហើយបងប្អូនពុំចាំបាច់សារ៉េទេបាទគឺបងប្អូនចុច Tick យកតែម្ដងហើយបងប្អូន play មើលបាទនេះយើងទទួលបានបែបហ្នឹងឧទាហរណ៍ថាបើសិនជាបងប្អូនយើងអត់បើពេញចិត្តបាទវានៅកន្លែងហ្នឹងទេបងប្អូនអាចផ្លាស់ប្ដូរទីតាំងវាបានដោយបងប្អូនអាចរំកិលមកខាងក្រោមនេះក៏បានឬក៏ដាក់នៅផ្នែកខាងនេះក៏បានចង់ពង្រីកឲ្យធំក៏បានតូចក៏បានអាស្រ័យទៅលើបងប្អូនចង់បានហើយមួយទៀតបងប្អូនចង់ឲ្យវាចេញនៅពេលណាឧទាហរណ៍ថាចាប់ផ្ដើមវីដេអូនេះអត់ចង់ឲ្យវាចេញភ្លាមទេអញ្ចឹងបងប្អូនអាចបដូរទីតាំងវាដោយបងប្អូនសង្កត់លើវីដេអូនឹងឲ្យជាប់ហើយរុញមកខាងមុខមកបាទបានន័យថាឲ្យវីដេអូរបស់យើងវាដើរមកស្ទុះសិនបាទអូខេដើរមកស្ទុះសិនទើបវាលោតចេញបាទប៊ូតុងទាំងអស់ហ្នឹងបាទនេះគឺជាការដាក់ប៊ូតុង Subscribe ឥឡូវយើងមកមើលការដាក់ប៊ូតុង Follow វិញម្ដងអញ្ចឹងការអនុវត្តអត់ខុសគ្នាទេគឺបងប្អូនចូលលើពាក្យថា Edit បន្ទាប់មកបងប្អូនយកពាក្យថា Overlay តមកទៀតបងប្អូនទៅយកប៊ូតុងបាទប៊ូតុង Follow របស់ Facebook មកហើយមានដូចគ្នានៅក្នុង Telegram របស់ខ្ញុំបាទឥឡូវបានមកដល់ហើយខ្ញុំ play បងប្អូនមើលគឺវាចេញបែបនេះបាទនៅតែជាប់ពណ៌បៃតងអញ្ចឹងការកាត់ដូចគ្នាបងប្អូនត្រូវចូលលើវីដេអូហ្នឹងហើយមើលមកក្រោមបងប្អូនមករកពាក្យថាច្រោមម៉ាហើយបងប្អូនបាទយកកងហ្នឹង select ឲ្យចំពណ៌បៃតងមកបន្តមកទៀតបងប្អូនចុច Tick ប៉ុណ្្នឹងទេហើយបងប្អូនដាក់នៅទីណាក៏បានដែរឧទាហរណ៍ខ្ញុំដាក់កន្លែងនេះចុះដោយសារវារៀងកង់បន្តិចជាមួយនឹងអាវបងប្អូនបាទអញ្ចឹងបងប្អូនលៃទៅខ្លួនឯងទៅកន្លែងហ្នឹងបាទនេះគឺជាប៊ូតុង Follow បាទបើមិនចង់ឲ្យកង់ទេបងប្អូនដាក់គៀននេះមកអាហ្នឹងយើងដាក់បានដូចគ្នាឃើញទេបាទអញ្ចឹងខ្ញុំបង្ហាញប៉ុណ្្នឹងចុះទៅដល់បងប្អូនយើងសង្ឃឹមថាបងប្អូនយើងអាចធ្វើបានហើយខ្ញុំបញ្ជាក់ម្ដងទៀតគឺខ្ញុំនឹងដាក់ប៊ូតុងទាំងអស់នេះឲ្យបងប្អូនយកទៅប្រើនៅក្នុង Telegram របស់ខ្ញុំបើជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ